đầm bay nghi sưuក្នុងការប្រើប្រាស់ Ubuntu ដែលជាប្រភេទ distro នៅក្រុម Linux អញ្ចឹងអ្នកទាំងអស់គ្នាតើមានការ remote នេះបានន័យថាយើងអាចប្រើប្រាស់ OS Windows ហើយ remote ចូលទៅក្នុង Ubuntu បាទណានៅពេលដែលយើង remote ទៅវាងាយស្រួលចេះវា command ដូចតែគ្នាទេប៉ុន្តែវាជួយតាក់ទង user experience ថាអ្នកទាំងអស់គ្នាអាច scroll អ្នកទាំងអស់គ្នាអាចពង្រីកពង្រួម command ចឹងបានអានេះវាជួយប៉ុណ្ណឹងណាឬក៏យើងអាច right click pass ស្អី command មួយចំនួនបានព្រោះដោយសារតែយើងរៀន command យើងមិនមែនបាយមក command ចប់រឿងទេជួនកាលយើងចង command 4 10ចូលគ្នាអញ្ចឹងវាច្រើនណាជួនកាលប្រើ remote សញ្ញាអីពេលខ្លះ command ទាំងអស់ហ្នឹងតើយើង copy pass ចឹងទៅអូខេអញ្ចឹងអ្នកទាំងអស់គ្នាតើធ្វើការ remote ណាដើម្បី remote បាននៅក្នុង Windows នេះអ្នកទាំងអស់គ្នា install កម្មវិធីមួយឈ្មោះ Git មក install កម្មវិធីណាអញ្ចឹងយើងអាចបើកអាចចូលទៅក្នុង Google ទៅវាយថា Git download នោះនេះបាទ Git download នេះអញ្ចឹងយើងអាចចូលទៅមើលខ្លួនឯងហើយ install វាទៅណារកកម្មវិធីណាset up ជាមួយ Windows តោះនេះដូចខាងលើនេះជាមួយ Windows ណាបាទអញ្ចឹងនៅពេលអ្នកទាំងអស់គ្នា install រួចហើយនៅពេលដែលយើង install រួចហើយអ្នកទាំងអស់គ្នានឹងបានកម្មវិធីនេះឈ្មោះថា Git Bash អញ្ចឹង Git Bash នេះវាជា command ដូចគ្នា command គឺ command របស់ Linux ទាំងឯងអញ្ចឹងដូច្នេះដោយសារតែវា friendly ជាមួយនឹងពពួក system Linux អញ្ចឹងយើងងាយ remote ងាយអីហ្នឹងនេះអញ្ចឹងដល់ពេលយើងបើកចេញមកគឺវាមានតែប៉ុណ្្នឹងទេវាមានអីទេណាប៉ុន្តែយើងប្រើដើម្បីគេដើម្បីយក interface របស់ Git Bash នេះ remote ចូលទៅ terminal របស់ Ubuntu អញ្ចឹងវា friendly គ្នាទៅអ្នកទាំងអស់ងាយស្រួលប្រើទៅទៅ UI ហ្នឹងណា UI តាក់ទងប្រើប្រាស់វាយ៉ាងដូចថាយើង in out អញ្ចឹងទៅយើងដូចខ្ញុំនិយាយមិញអញ្ចឹងយើង copy paste អីអញ្ចឹងទៅណាវាងាយស្រួលកន្លែងហ្នឹងអូខេអញ្ចឹងអាហ្នឹងសម្រាប់ Windows យើងធ្វើតែប៉ុណ្្នឹងទេសម្រាប់ខាងផ្នែក Ubuntu ខាងផ្នែក Ubuntu នេះអ្នកទាំងអស់គ្នាត្រូវ install កម្មវិធីមួយដែរកម្មវិធីហ្នឹងគេហៅថា OpenSA Server កាត់ឃើញកម្មវិធីនេះហ៎ OpenSA Server ដូច្នេះសម្រាប់ Ubuntu ក្នុងការ install កម្មវិធីយើងត្រូវការប្រើប្រាស់ command នោះនេះប្រើប្រាស់ command ណាអញ្ចឹងយើងប្រើប្រាស់ command ពីរនេះដើម្បី install កម្មវិធីមួយឈ្មោះថា OpenSA Server គោលបំណងនៅពេលដែលអ្នកទាំងអស់គ្នា install Git នៅខាងផ្នែក Windows អ្នកទាំងអស់គ្នានឹងបានកម្មវិធីមួយឈ្មោះ SH នៅខាងផ្នែក Windows ទី2នៅក្នុង Ubuntu នៅពេលអ្នកទាំងអស់គ្នា install OpenSA Server យើងនឹងបានកម្មវិធីមួយឈ្មោះ SH បាទនេះអញ្ចឹងកម្មវិធី SH នៅផ្នែក Ubuntu ហើយនឹងកម្មវិធី SH នៅផ្នែក Windows មានទាំងសងខាងដូច្នេះនាំឲ្យអ្នកទាំងអស់គ្នាអាច remote ពី Windows ចូលទៅក្នុង Ubuntu តាមរយៈ protocol SH តោះណាតោះមានទាំងសងខាងអញ្ចឹងណាបាទគ្រាន់តែបញ្ជាក់យើងថាអ្វីក៏ដោយឲ្យតែ communication គ្នាតាម network OS ទាំងសងខាងពី Windows ទៅ Android ពី Mac ទៅ Android ពី iPhone មក Windows វាត្រូវតែមានកម្មវិធីដូចគ្នាទាំងសងខាងតោះនេះកម្មវិធីដូចគ្នាទាំងសងខាងដែលយើងតែងតែនិយាយថា protocol ដូច្នេះដើម្បីបាន protocol ទាំងសងខាងអញ្ចឹងនាំឲ្យកម្មវិធីទាំងពីរហ្នឹង communication គ្នាតាម network បានហើយអញ្ចឹងអ្នកទាំងអស់គ្នា install Git បាន SH install OpenSA Server បាន SH នៅខាង Ubuntu ហើយនៅខាង Windows មានទាំងសងខាងអញ្ចឹងគឺយើងអាច remote បានហើយអស់នេះអាហ្នឹងក៏បញ្ជាក់យើងបន្ថែមតិចណា
và hạt đấy bạn dânត្រូវ install វាជាទូទៅកម្មវិធីដែលអាច communication គ្នាតាម internet ឬក៏ network វាត្រូវតែមានទាំងសងខាងបងប្អូនបាទ SH នេះត្រូវមាននេះត្រូវមានដែរទៅវាអាច communication គ្នាបានពាក្យថា communication វាមានរឿងច្រើនណាស់បងប្អូនបាទសម្បីយើងប្រើឆាតប្រើអីវាក៏ចឹងដូចគ្នាដែរប៉ុន្តែអានេះគឺយើងប្រើដើម្បីគេ remote អញ្ចឹងណាអូខេតោះឥឡូវយើងផ្នែក Windows ងាយស្រួលទេក្នុងការ install អ្នកទាំងអស់គ្នាក៏ download kit install ទៅយើងបាន SH ក្នុងផ្នែក Windows ហើយចោះចំណែកនៅក្នុង Ubuntu តើធ្វើមិនខ្លះ Ubuntu អ្នកទាំងអស់គ្នាត្រូវរៀបចំវាបន្តិចទី1អ្នកទាំងអស់គ្នាចូលទៅ VM អ្នកទាំងអស់គ្នាដែលបាន install Ubuntu រួចហើយរៀបចំ network ជាដំបូងសិនអញ្ចឹងអ្នកទាំងអស់គ្នាអាច right click លើ VM ហ្នឹងយក setting នេះបានធ្វើរួចហើយណាហើយយើងយកកន្លែង network ឃើញទេចឹងអ្នកទាំងអស់គ្នាយកកន្លែង network មកសុំដូរបន្តិចកន្លែង attach to នេះអ្នកទាំងអស់គ្នាយក bridge adapter មកយក interface វាណា bridge បាទដើម្បីឲ្យ Ubuntu វាពឹងលើអា interface ខាងក្រៅហ្នឹងដើម្បីវាអាចភ្ជាប់ real អីគេភ្ជាប់ real network បងប្អូនហើយខាងក្រោមនេះអ្នកទាំងអស់គ្នាមើលខាងក្រោមនេះយើងមើលណាវាមាន Wi-Fi វាមាន Realtek PCI GBE បាទមាន interface network ផ្សេងទៀតប៉ុន្តែយើងមើល laptop របស់យើងតើ laptop របស់យើងផ្ទាល់ហ្នឹងកំពុងភ្ជាប់ network អីគេបើ laptop របស់ខ្ញុំផ្ទាល់កំពុង Wi-Fi នេះឃើញទេនេះ laptop ខ្ញុំផ្ទាល់កំពុង Wi-Fi ត្រូវទេបាទតោះឡើងហ្នឹងហ៎ហើយបើអ្នកទាំងអស់គ្នាភ្ជាប់ខ្សែនេះអានេះយើងភ្ជាប់ខ្សែអញ្ចឹងបើន័យថា interface របស់យើងខ្សែហើយអញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាប្រយ័ត្នប្រយែងប្រយ័ត្នខុស network អញ្ចឹងបើសិនជា laptop យើងខ្សែគឺកន្លែង name នេះយើងយក GBE មកហ្នឹងភ្ជាប់ខ្សែតែបើ laptop យើងកំពុង Wi-Fi អញ្ចឹងអា virtual box ហ្នឹងគឺយើងត្រូវស្របយក Wi-Fi ដែរបងប្អូនបាទមូលហេតុឧទាហរណ៍ថា laptop យើងកំពុងភ្ជាប់ខ្សែអញ្ចឹងហ៎ប៉ុន្តែនៅក្នុង virtual box វាដាក់ Wi-Fi ពេលហ្នឹងផ្ទុយ network ទៅអញ្ចឹងវានាំឲ្យ virtual box អត់មាន network អញ្ចឹង Ubuntu ក្នុងហ្នឹងក៏អត់មានដូចគ្នាដែរបងប្អូនបាទអញ្ចឹងយើងរៀបចំតែប៉ុណ្្នឹងឯណាសម្រាប់ Ubuntu អូខេរៀបចំរួចហើយអ្នកទាំងអស់គ្នាអាចបើកមកយើងបើក Ubuntu មក login ចូលធម្មតាមកណាបាទខ្ញុំសូមបញ្ជាក់បន្តិចនៅពេលដែលយើងបើកមកនៅពេលអ្នកទាំងអស់គ្នាបើកមកណាពេលអ្នកទាំងអស់គ្នាបើកមកអ្នកទាំងអស់គ្នាវាយ user បាទហើយ password វាយឲ្យត្រូវទៅបាទព្រោះមានថ្នាក់ផ្សេងវាយទៅវាអត់ឃើញចេញខ្ទង់អញ្ចឹងបាទគាត់ឆ្ងល់បាទរងចាំសួរមួយថ្ងៃបានដឹងរឿងថាអាហ្នឹងវាអត់ចេញខ្ទង់មិនវាយត្រូវណាបាទអញ្ចឹងវាយត្រូវមក enter មកនេះអូខេអញ្ចឹងវាចូលទៅហើយបងប្អូនបាទអញ្ចឹងនៅពេលដែលចូលទៅខ្ញុំធ្វើចេះសិនចាំតិចចាំពេកឲ្យយើងធំងាយមើលតិចអូខេនៅពេលដែលយើងចូលទៅយើង login ចូលបានហើយអ្នកទាំងអស់គ្នាមើលទី1យើងចង់ដឹងថា Ubuntu យើងមានអ៊ីនធឺណិតអត់ ping ទៅណាចោលមួយទៅបាទ google.com កាលណាយើង ping ចោលអញ្ចឹងមានថាហ្នឹងរបស់យើងមានអ៊ីនធឺណិតហើយតោះនេះតោះណាឡើយហ្នឹងហើយបើអ្នកទាំងអស់គ្នាអត់ទាន់មានអ៊ីនធឺណិតទេធ្វើដូចខ្ញុំសិនមកណាកុំតាន់អាលធ្វើអីទាំងអស់ព្រោះយើងត្រូវការឆែកមើលថាមានអ៊ីនធឺណិតអត់នៅពេលអ្នកទាំងអស់នេះឆែកមានអ៊ីនធឺណិតរួចហើយគឺ
អ្នកទាំងអស់គ្នាអាច install កម្មវិធីបានហើយអញ្ចឹងក្នុងការ install កម្មវិធីទី1អ្នកទាំងអស់គ្នាត្រូវប្រើ command មួយឈ្មោះ system apt update ហើយបានយើងសរសេរខាងក្រោមនេះ sudo apt install opensa server បាទនេះបាទអញ្ចឹងយើងប្រើ command ពីរហ្នឹងណាអញ្ចឹងជាដំបូងយើងសរសេរថា sudo apt update បាទនេះបន្ទាប់ពីយើងឆែកតែអ៊ីនធឺណិតមានហើយយើងត្រូវធ្វើអាដាតោះនេះអញ្ចឹង3 step ណា step ទី1ធ្វើក្រៅហ្នឹងឲ្យមានអ៊ីនធឺណិតធ្វើក្រៅហ្នឹងតើវាភ្ជាប់ network វាផ្លេច Wi-Fi ឬក៏ខ្សែទី2បានយើងចូលទៅក្នុងហ្នឹងក្នុង Ubuntu យើង ping មើលទៅ website ណាមួយវាដើរអានោះហៅថាមានអ៊ីនធឺណិតហើយអត់តាន់សម្រាប់អ្នកទាំងអស់គ្នាណាដែលថាមិនអាចរើស Wi-Fi បានទេគឺមិនអាចរើសខ្សែបានទេវាអាចបញ្ហា network laptop របស់យើងអញ្ចឹងយើងអាច install VirtualBox ម្ដងទៀតប៉ុន្តែកុំលុបចោលណា install override វាលើវាយក repair ដើម្បីឲ្យវាទៅបង្កើត virtual network ឡើងវិញពេលហ្នឹងទើបយើងអាចឃើញ Wi-Fi ឬក៏ខ្សែឡើងវិញដែលយើងធ្វើនៅផ្នែក VirtualBox អញ្ចឹង technique របស់វាប៉ុណ្ណឹងណាអូខេខ្ញុំនិយាយនេះសម្រាប់ Windows ណាក្នុង Mac យើងវាជារឿងផ្សេងមួយទៀតបាទ sudo apt update មកអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងពេលអ្នកទាំងអស់គ្នាវាយ comment ហ្នឹងវាទាមទារ password របស់យើងដែលយើងបានដាក់អញ្ចឹងយើងវាយ password របស់យើងដាក់មកតោះនេះបាទអញ្ចឹងយើងរងចាំវាទៅឲ្យវា update ទៅចប់អាហ្នឹងវាមានន័យមិនចាំយើងរៀនដល់ package management វាមានន័យរបស់វាណាវាតកតងការគ្រប់គ្រងកម្មវិធីតោះរួចរាល់ហើយនៅពេលដែលរួចរាល់វាឈប់ដើរហើយតោះនេះបាទនេះវាឈប់ដើរវាចេញប៉ុណ្ណេះចេញទៅប៉ុណ្ណេះណាដើម្បី clear screen យើងចុច control alt ហ្នឹង clear screen បាទអញ្ចឹងអ្នកទាំងអស់នេះចាប់ដើម install កម្មវិធីគឺអីគេ opensa server អញ្ចឹងយើងសេ sudo apt install opensa server ហើយអ្នកទាំងអស់នេះពេលវាយ command ប្រយ័ត្នប្រយែងផង sudo ត្រូវអត់ដក clear អត់នោះនេះកុំតន់បញ្ញាប់ enter ណាបាទ apt ដក clear install ហើយកម្មវិធីនឹងត្រូវអត់បាទត្រឹមត្រូវហើយបានយើង enter ទៅធ្វើការមែនទែនកុំលឿនពេកនោះនេះព្រោះតែ enter បានន័យថាអា command នឹងវា execute ដែរតែវា execute វាទៅបាត់ហើយអញ្ចឹងហ៎តែមានកំហុសឆ្គងយើងលុបយើងធ្វើនេះធ្វើនោះវារវល់តាមក្រោយឡើងវិញណាបាទតាមពិតវាយមក command មកវិនាទីអញ្ចឹងហ៎ហើយដល់ពេលរួចរាល់រវល់ឡើងវិញមួយថ្ងៃហ្នឹងណាបាទអញ្ចឹង install វិញមកអូខេពេល install វាមានលក្ខណៈមួយចំនួនដែលបង្ហាញអ្នកទាំងអស់គ្នាថាបើសិនមានឥឡូវរបស់ខ្ញុំវាអត់មានណាបើសិនរបស់អ្នកទាំងអស់គ្នាវាមានសួរ yes no អីយើងគ្រាន់តែវាយអក្សរ y enter តទៅទៀតទៅអញ្ចឹងវានឹងចប់ហើយណាបាទហើយរួចរាល់អ្នកទាំងអស់គ្នាមើលកម្មវិធីពេលរួចរាល់អ្នកទាំងអស់គ្នាមើលចាប់ផ្ដើមផ្ទៀងផ្ទាត់មើលកម្មវិធីហ្នឹងដើរអត់គឺផ្ទៀងផ្ទាត់អីគេ SA នេះអត់ណាបាទអញ្ចឹងដើម្បីមើលអ្នកទាំងអស់គ្នាទៅបាយ command sudo system ctl ឥឡូវនេះគ្រប់យ៉ាងយើងធ្វើតាមសិនបាទមិនដឹងថា system ctl នឹងស្អីគេទេណាបាទ system ctl អាហ្នឹងយើងមើលកម្មវិធីតើអាកម្មវិធីដែលយើង install មិញវាដើរអត់តែប៉ុណ្្នឹងទេណាstatus កម្មវិធីរបស់យើងឈ្មោះថា ASH អានេះយើង install opensa server ប៉ុន្តែដល់ពេលឆែកវាទៅឈ្មោះផ្សេងវិញ ASH system ctl បាទ switch នេះឈ្មោះចេះណាឃើញទេ ASH switch ឆែកចឹងវិញពេលយើងឆែកទៅឃើញពណ៌បែបតងនេះហ៎បានតែកម្មវិធីរបស់យើងដើរហើយអាចយើង install មិនណាបាទហើយ
ចឹងបើដើរហើយអ្នកទាំងអស់គ្នាអាច remote បានឆែកមើលចឹងសិនណាឲ្យគ្រប់តង់របស់វាអញ្ចឹងចាំយើង remote អានេះយើងចុច Q មកដើម្បីចាក់ចេញពីកម្មវិធីហ្នឹងវិញចុច Q ទៅចុះបើសិនវាអត់ start កន្លែងនេះវាអត់ដាក់ active running inactive បើន័យថាបើសិនតែវាចេញថា inactive កម្មវិធីនឹង install រួចហើយតែកម្មវិធីនឹងវាអត់ start បងប្អូនអញ្ចឹងបើវាអត់ start ទេ clear screen មួយអ្នកទាំងអស់គ្នាប្រើ command មួយទៀតគឺ sudo systemctl start បងប្អូនបើវាអត់ start ណាបើវា inactive ហើយយើងមើលម្ដងទៀត status បាទតែយើងនឹងឃើញវា active បងប្អូនរួចរាល់ខ្ញុំនិយាយមិញគឺកម្មវិធីដែលយើង install តើវា start អត់បងប្អូនឥឡូវកម្មវិធីរួចរាល់ហើយចាប់ផ្ដើម remote អញ្ចឹងនៅពេលដែលយើង remote ពី Windows ចូលទៅក្នុង Ubuntu គឺនៅខាងផ្នែក Windows អ្នកទាំងអស់គ្នាត្រូវប្រើកម្មវិធីមួយនៅខាងផ្នែក Windows ណាឈ្មោះ Target Base បងប្អូនបាទកម្មវិធីនឹងមកបាទអ្នកកម្មវិធីនឹងមានតែប៉ុណ្្នឹងទេបាទហើយធ្វើមិនអាច remote បានតាមរបៀបរបស់វាប្រាប់ថាដើម្បីអាច remote ពី Windows ចូលទៅក្នុង Ubuntu យើងបើក Base មកទី1យើងប្រើ command ASA នេះប្រើ command ASA បាទណានៅផ្នែក Windows ណា ASA ហើយប្រាប់ថា user ហើយនឹង IP របស់ server អញ្ចឹងបានថា user របស់ Ubuntu ហើយនឹងយក IP ចេញពី Ubuntu តោះនេះព្រោះ remote តាម network ត្រូវទេអញ្ចឹងពាក្យថា remote តាម network យើងថា remote ចាំបាច់ IP អី Windows និង Ubuntu វានៅមួយគ្នាហ្នឹងមែនទេវានៅមួយគ្នាហ្នឹងមែនប៉ុន្តែវានៅតែ network អញ្ចឹងបងនេះឧទាហរណ៍ថា C-Sharp វាចប់នៅ C-Sharp ជាមួយនឹង SQL Server អាកម្មវិធីពីរហ្នឹង network អត់ network ហ៎ព្រោះយើង install ក្នុង Windows តែមួយឯងតែ network ហ៎ពេល C-Sharp ភ្ជាប់ទៅ SQL Server នៅតែ network តោះណានេះបាទដោយសារវាប្រើអា IP 127.0.0.1 ហ្នឹងវាប្រើអាហ្នឹងជា default យើងមិនដែលចាប់អារម្មណ៍អញ្ចឹងណាបើអញ្ចឹងវានៅតែ network ណាបាទអូខេអញ្ចឹង SH ចុះ user Ubuntu របស់យើងមួយណាដូចខ្ញុំនិយាយអញ្ចឹងថាពេល install ចាំផង user របស់យើងអីគេអញ្ចឹងហ៎តោះអត់បាទចាំផង password អីគេអញ្ចឹងអត់បាទបើយើងអត់ដឹងទេយើងអាចចូលទៅក្នុង Ubuntu ណាយើងអាចចូលទៅក្នុង Ubuntu វាយចេះវាយថា echo យើងវាយចេះមកបើផ្លេចណា echo .clear អាហ្នឹងក្នុង Ubuntu ណា$user អក្សរធំអក្សរតូចអក្សរធំទៅយើងឃើញ user ឃើញទេនៅ user នេះអញ្ចឹងហ៎អញ្ចឹងយើងយកមកដាក់មក st13.9 ហើយ add បាទចុះ IP Ubuntu ធ្វើម៉េចបានបាទធ្វើម៉េចបានប្រើ command ទៀតបាទស្អីក៏ command ដែរតោះនេះអញ្ចឹងយើងវាយ command មួយ hostname .clear .i ធំមិន i តូចណា i ធំតោះនេះបើ i តូចយើងឃើញ 127.0.1.1 គេហៅ IP loopback ប្រើសម្រាប់កម្មវិធីភ្ជាប់នៅក្នុង OS តែមួយ i ធំបានអ្នកទាំងអស់គ្នាឃើញ IP បានពី network មកនេះ IP ម៉ានពី192.168.2.19 ជា IP ដែលបានមកពីសាលាតោះនេះបរិษัทខ្ញុំជាប់ network របស់សាលាអញ្ចឹងណាបាទអញ្ចឹងយើងយក IP ហ្នឹងមកយើងទៅវិញទៅកន្លែង git base យើងមិញអញ្ចឹង add 192.2.19 កន្លែងនេះប្រហែលជានេះបន្តិចបាទអញ្ចឹងវាខុសឆ្គងបន្តិចឥឡូវចូលទៅហើយប៉ុន្តែចេះខ្ញុំបញ្ជាក់បន្តិចដោយសារនេះខ្ញុំធ្វើមួយថ្នាក់ដែលរៀន Linux 2 ទៅហើយអញ្ចឹងពេល remote ចូលវាចូលអូតូបន្តិចបោះយើងពេល remote ចូលទៅវានឹងទា fingerprint យើងវាយ yes តោះណា
bài dạy hay bị tia password nhưng bài password nhưng phải trôi tới remote trôi bàn đó nhé chẳng phải remote trôi mà bàn tập năng à này là ngon em mơ đăng là trôi đấy trôi lại trôi hai chẳng này là ngon thì trôi hai này việc prap dươngនេះវាប្រាប់យើងមកចំនួនព័ត៌មានតាក់ទងនឹង Ubuntu ហ្នឹងបងប្អូននេះបាទហើយ control clear screen មួយមកនេះឲ្យចង់ដឹងថាវាចូលមែនយើងសរសេរ CD បងប្អូននេះវាយ CD root បាទ enter ហើយ ls បាទអញ្ចឹងប៉ណ្ណឹងមកបានន័យថាអ្នកទាំងអស់គ្នាកំពុងឈរនៅក្នុងគេ Ubuntu ហើយនេះបាទយើងចូលទៅ root cd ដក clear root បញ្ជាក់និយាយឲ្យយើងឆាប់ស្ដាប់បានណាកាលណា cd ដក clear root ចេះអានោះជា partition របស់ Ubuntu ចំណែក Windows partition របស់វាអីគេ C ឬ D ចឹងទៅអស់នេះអញ្ចឹងនៅពេលអ្នកទាំងអស់នេះចែក hard disk 20G យើងធ្វើ virtual storage មួយ 25G មកឲ្យ Ubuntu អញ្ចឹងហ៎អញ្ចឹង Ubuntu វាចាប់ 25G ហ្នឹងបង្កើតទៅជា slash នេះមួយគេហៅថា root ក្នុង partition វាណាយើងចូលទៅហើយយើងប្រើ command ls មកបានអ្នកទាំងអស់នេះបាន remote ចូលហើយបើ remote ចូលយើងអាចបង្រួមមើលចេះបាទអញ្ចឹងចាប់ពីពេលនេះទៅឲ្យតែធ្វើការអីមួយ Linux អ្នកទាំងអស់នេះសុំ remote ចូលហើយនៅពេលដែល remote ចូលត្រូវធ្វើដូចខ្ញុំមិនសារឡើងវិញទៅមើល IP អីឡើងវិញណាមិនមែនយើងប្រើ IP តែមួយដដែលទេបងប្អូនណាបើយើងទៅកន្លែងកាហ្វេវាភ្ជាប់ network របស់កាហ្វេវា IP ផ្សេងទៀតហ្នឹងអញ្ចឹងហ៎បាទយើងបិទឲ្យបើកវិញភ្ជាប់បន្ទប់ផ្សេង IP ផ្សេងទៀតអញ្ចឹងមើលឡើងវិញរហូតយើង remote ចូលបានហើយបងប្អូនណាដើម្បីងាយស្រួលណានៅពេលដែលខ្ញុំឆែកអីនេះយើងទៅមើលអានេះវាពិបាកមើលនេះមើល YouTube ខូចភ្នែកដល់ហើយវាទូចណាវាបង្រៀនបង្រួបវាបាន user experience វាដែរអស់នេះតោះបាទអូខេអញ្ចឹងការងាររបស់យើងគឺសុំ remote ដល់ហ្នឹងឲ្យបានបាទអាហ្នឹងមើលតើណាមានអីខ្លះចឹងហ្នឹងហើយយើងចាំ record វីដេអូមួយមកសមបាញ់ហ្នឹងអូខេចាំផ្ញើទៅយកតែប៉ុណ្ណេះបានហើយបាច់ install យកតែប៉ុណ្ណេះបានហើយយកតែផ្នែក Windows គឺអ្នកទាំងអស់គ្នាសូមបញ្ជាក់តិចពេលអ្នកទាំងអស់នេះ remote រួចហើយណាចុះចង់ចេញវិញធ្វើម៉េចបាទ exit ថាចាក់ចេញពី Ubuntu យើងនឹងត្រឡប់មកដល់អីគេបាទ Windows វិញតោះនេះកន្លែងដើមវិញណាប៉ុណ្ណឹងទេដូច្នេះពេលអ្នកទាំងអស់គ្នា remote ណែ record វីដេអូឲ្យខ្ញុំមើលសម្រាប់ Ubuntu សូមប្រើ command ចាប់ពី update ចាប់ពី install ពី status ហ្នឹងមកបាទមើល IP អីមកណាបាទធ្វើភាសាឲ្យត្រូវទៅរួចហើយនៅផ្នែក Windows នេះយើងប្រើ command តា remote នេះមកបានហើយបើជោគជ័យចូលបានពេលចូលបានរួចហើយបាទយើងក៏ទៀងទាត់ថា cd/ ហើយ ls មួយមកអាហ្នឹងពិតជាចូលបានមែនតបៃណាទៀងទាត់ចឹងអស់នេះបាទកុំតាន់ចាខ្ញុំប្រាប់ឥឡូវសំខាន់ចេះវិញយកល្អសុំវីដេអូហ្នឹងពេលធ្វើរួចហើយអាប់ឡូតទៅ YouTube សិនទៅ YouTube ហ្នឹងហើយចាំបោះ link មកវិញយើងមាន account ក្នុង Google អ្នកមួយតាមអញ្ចឹងហ៎បាទអញ្ចឹងអាច upload បានដែរបាទអញ្ចឹង link YouTube វាខ្ញុំអ៊ីនធឺណិតខ្សោយមិនស្រួលមើលដែរបាទអញ្ចឹងខ្ញុំកាន់ទូរស័ព្ទខ្ញុំចុចតែ link មកវាមើលបានវីដេអូរបស់យើងមើលបានទេទៅកន្លែងណាខ្សោយអ៊ីនធឺណិត download បានទាំងស្រុងសិនមកមើលកើតអញ្ចឹងណា